ខ្ញុំឈ្មោះលោកអូនអាយុ64ឆ្នាំគិតត្រឹមឆ្នាំ2022រស់នៅក្នុងភូមិក្រាំងម្ដេងឃុំក្រាំងស្បូវស្រុកឈូកខេត្តកំពតខ្ញុំមានបងប្អូន6នាក់កាលពីកុមារខ្ញុំចូលរៀនដល់ត្រឹមថ្នាក់ទី6ក្នុងសង្គមម្ចាស់នៅសាលានៅក្នុងភូមិនៅពេលនោះខ្ញុំបានឈប់រៀនមកជួយធ្វើការងារឪពុកម្ដាយនៅផ្ទះដោយសារគ្រួសារខ្ញុំមានជីវភាពក្រីក្រខ្លាំងនៅឆ្នាំ1970បានកើតមានរដ្ឋប្រហារនិងបានផ្លាស់ប្ដូរទៅជារបបសាធារណរដ្ឋខ្មែរដែលគ្រប់គ្រងដោយលន់នល់ប៉ុន្តែការផ្លាស់ប្ដូររបបដឹកនាំបានបង្កឲ្យមានភាពវឹកវរយ៉ាងខ្លាំងនៅក្នុងភូមិនៅពេលនោះមានកងទ័ពរំដោះខ្មែរក្រហមជាច្រើនបានចូលមកក្នុងភូមិដាច់ស្រយាលដើម្បីឃោសនាចំណែកមន្ត្រីរដ្ឋការនិងគ្រូបង្រៀនបានរត់ប្រមូលផ្ដុំគ្នានៅតាមទីប្រជុំជនដើម្បីត្រៀមទប់ទល់នឹងកងទ័ពរំដោះខ្មែរក្រហមក្រោយមកក៏មានការវាយប្រយុទ្ធគ្នារវាងកងទ័ពរំដោះខ្មែរក្រហមនិងកងទ័ពលន់នល់ធ្វើឲ្យមន្ត្រីរដ្ឋការនិងគ្រូបង្រៀនរត់គេចខ្លួនពីភូមិស្រុកនៅឆ្នាំ1972ខ្ញុំនិងក្រុមគ្រួសារបានរស់នៅនិងធ្វើស្រែចម្ការនៅក្នុងភូមិដដែលរយៈពេល1ឆ្នាំក្រោយមកគឺនៅឆ្នាំ1973ខ្មែរក្រហមបានបង្កើតសហគមន៍រួមនៅក្នុងភូមិដែលដឹកនាំដោយសមមិត្តដុលនៅពេលនោះយោធាខ្មែរក្រហមជាច្រើនបានចូលមកស្នាក់នៅក្នុងភូមិរបស់ខ្ញុំរយៈពេល7ថ្ងៃដើម្បីត្រៀមចេញទៅវាយប្រយុទ្ធនៅសមរភូមិមុខនៅថ្ងៃទី17ខែមេសាឆ្នាំ1975យោធាខ្មែរក្រហមបានឡើងកាន់អំណាចពេញដៃខ្មែរក្រហមបានចាត់តាំងឲ្យខ្ញុំចូលធ្វើការងារនៅក្នុងកងចល័តនិងបញ្ជូនឲ្យទៅលើកទំនប់ម៉ាលិចនិងត្រពាំងបឹងចំណែកនៅរដូវធ្វើស្រែចម្ការប្រធានកងបានដកខ្ញុំឲ្យមកធ្វើការងារដកនិងស្ទូងនៅតាមវាលស្រែវិញបន្ទាប់មកពីចប់ការងារដកស្ទូងហើយប្រធានកងបានបញ្ជូនខ្ញុំឲ្យទៅលើកទំនប់ម៉ាលិចដដែលដោយប្រើឲ្យខ្ញុំរែកដីជាមួយបង្គីដែលមានទំហំធំខ្ញុំត្រូវរែកដីទៅចាក់ក្បាលទំនប់ខ្ពស់ដែលសម្លឹងពីលើក្បាលទំនប់ឃើញមនុស្សធ្វើការងារនៅខាងក្រោមតូចនៅទីនោះខ្ញុំឃើញមនុស្សស្លាប់ជាបន្តបន្ទាប់ដោយសារមានជំងឺដោយសារខ្វះខាតថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺដូច្នេះក្រុមគ្រូពេទ្យខ្មែរក្រហមបានយកថ្នាំអាចទន្សាយទឹកដូងមកធ្វើជាសេរ៉ូមសម្រាប់ចាក់ឲ្យអ្នកជំងឺនៅតាមកងចល័តពេលខ្លះខ្ញុំឃើញឆ្លប់ខ្មែរក្រហមបានមកចាប់ជាប់មនុស្សដែលកំពុងធ្វើការងាររួចបណ្ដាជាជួរចេញទៅបាត់ខ្ញុំមិនចាំឈ្មោះអ្នកដែលត្រូវបានឆ្លប់ខ្មែរក្រហមចាប់ខ្លួនទាំងនោះទេនៅពេលខ្ញុំឃើញទស្សនវិជ្ជាបែបនេះខ្ញុំតក់ស្លុតយ៉ាងខ្លាំងប៉ុន្តែទោះបីជាយ៉ាងណាក៏ខ្ញុំនៅតែខិតខំធ្វើការងារជូនខ្មែរក្រហមបានឲ្យខ្ញុំហូបបបរ3ពេលក្នុងមួយថ្ងៃដែលមិនគ្រប់គ្រាន់សម្រាប់ខ្ញុំឡើយនិងធ្វើឲ្យខ្ញុំហត់ហែវយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះខ្មែរក្រហមបានហាមខ្ញុំនិងប្រជាជនមិនឲ្យដើររកអាហារដើម្បីមកហូបបន្ថែមឡើយដូចជាមាន់ដែលយើងចិញ្ចឹមបាននៅសម័យនោះខ្មែរក្រហមបានលុបបំបាត់សាសនាវត្តអារាមនិងទំនៀមទម្លាប់ប្រពៃណីនៅឆ្នាំ1979កងទ័ពខ្មែរក្រហមបានវាយចូលមកនិងមានការវាយប្រយុទ្ធគ្នាជាមួយយោធាខ្មែរក្រហមដោយសារខ្លាចមានគ្រោះថ្នាក់ខ្ញុំធ្វើដំណើរដោយថ្មើរជើងសម្ដៅទៅលើភ្នំភាគខាងជើងនៅតាមផ្លូវខ្ញុំបានឃើញសាកសពប្រជាជនជាច្រើនបន្ទាប់ពីវាយប្រយុទ្ធគ្នាបានស្ងប់ស្ងាត់ទើបខ្ញុំវិលត្រឡប់មករស់នៅភូមិកំណើតនិងប្រកបរបរធ្វើស្រែរហូតដល់សព្វថ្ងៃខ្ញុំឈ្មោះហ៊ួនសវងអាយុ72ឆ្នាំមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យបច្ចុប្បន្នខ្ញុំរស់នៅភូមិដងអារ៉ាញ់សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យខ្ញុំមានឪពុកឈ្មោះហៀម្ដាយឈ្មោះរៀនក្នុងចំណោមបងប្អូនបង្កើតរបស់ខ្ញុំចំនួន7នាក់បានបាត់បង់ជីវិតអស់2នាក់កាលពីកុមារខ្ញុំធ្លាប់រៀនអក្ខរកម្មតិចតួចបន្ទាប់ពីឈប់រៀនខ្ញុំរៀបការជាមួយស្វាមីរបស់ខ្ញុំឈ្មោះសៀនថនស៊ីក្រោយពីរៀបការរួចខ្ញុំមានកូនម្នាក់ឈ្មោះសនៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចចូលមកដល់ភូមិអារ៉ាញ់ខ្ញុំកំពុងមានផ្ទៃពោះកូនទី2រយៈពេល7ខែខ្មែរក្រហមបង្ខំក្រុមគ្រួសារខ្ញុំឲ្យចាក់ចេញពីផ្ទះប្រសិនបើមិនព្រមចាក់ចេញទេនឹងបាញ់សម្លាប់ចោលស្រាប់ពេលនោះប្តីរបស់ខ្ញុំទើបតែបររទេះគោមកពីធ្វើស្រែនៅក្រៅភូមិដោយសារខ្ញុំកំពុងពោពោះចិត្តគ្រប់ខែប្តីរបស់ខ្ញុំបានស្នើសុំខ្មែរក្រហមយករទេះគោទៅជាមួយប៉ុន្តែខ្មែរក្រហមមិនអនុញ្ញាតឡើយខ្ញុំនឹងប្តីយកអង្គរទៅផ្ញើលើរទេះគោបងប្អូនអ្នកជិតខាងចំណែកខ្ញុំនិងក្រុមគ្រួសារនាំគ្នាបណ្ដាកង់ធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃទើបទៅដល់ភូមិរុងជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងពេលទៅដល់ទីនោះខ្មែរក្រហមចាត់ឲ្យខ្ញុំរស់នៅតាមរោងប្រក់សង្កសីដោយចែកអង្គរម្នាក់មួយកំប៉ុងម្សៅតូចយកទៅដាំបាយហូប
ដោយសារអង្គតិចពេកខ្ញុំនាំគ្នាបេះផ្កាស្នោបេះក្តាប់ចេកលាជាមួយអង្គដាំបបោហូបបន្ទាប់ពីខ្ញុំរស់នៅទីនោះបាន2 ទៅ 3 ខែកូនច្បងរបស់ខ្ញុំស្គមមានតែស្បែកដណ្ដប់ឆ្អឹងដូចគីងគក់ឈឺរាករូសគ្មានថ្នាំព្យាបាលរហូតដល់បាត់បង់ជីវិតទៅក្រោយមកទៀតខ្មែរក្រហមក៏ចាប់ផ្ដើមបង្កើតជាសហគមន៍រស់នៅរួមនិងហូបរួមនៅពេលនោះខ្ញុំរស់នៅក្នុងសហគមន៍លេខ6ប្រធានសហគមន៍ឈ្មោះតាខាវនិងយាយដាំគាត់ឲ្យក្រុមគ្រួសារខ្ញុំទៅរស់នៅក្នុងខ្ទមធ្វើពីឫស្សីធាងដូងប្រក់ស្បូវខ្ពស់ពីដីត្រឹមទ្រូងដែលសង់នៅលើដី1 ឡូសម្រាប់ប្រជាជនរស់នៅក្នុងខ្ទមដាំចេកដំឡូងនិងដំណាំផ្សេងទៀតប៉ុន្តែមិនអនុញ្ញាតឲ្យបេះដំណាំទាំងនោះហូបបានឡើយដោយសារតែពេលនោះខ្ញុំមានផ្ទៃពោះមិនអាចទៅដកដំឡូងកើតខ្មែរក្រហមប្រើឲ្យខ្ញុំកាត់ដើមដំឡូងប្រវែង1 ហត្ថសម្រាប់ធ្វើពូជខ្ញុំទទួលបានរបបអាហារ2 ពេលក្នុងមួយថ្ងៃគឺពេលព្រឹកហូបបបរ3 វែកនិងពេលល្ងាចហូបបាយលាយសម្លប្រលិតនិងត្រកួនចំនួន3 វែកពេលធ្វើការងាររួចខ្ញុំដើររកត្រីក្តាមខ្យងតាមស្រះទឹកឬថ្លុកមកប្រឡាក់អំបិលអាំងហូបដោយលាក់មិនឲ្យអង្គការឃើញឡើយក្រោយមកខ្ញុំដល់ថ្ងៃសម្រាលកូននៅក្នុងរបបខ្មែរក្រហមគ្មានពេទ្យឬឈ្មោះជួយសម្រាលទេគឺមានតែឪពុកម្ដាយរបស់ខ្ញុំគាត់ជួយសម្រាលដល់ខ្ញុំពេលនោះខ្ញុំត្រូវកាត់តងសុកកូនដោយខ្លួនឯងពិបាកណាស់ប្តីរបស់ខ្ញុំបានរកបន្លែទុកឲ្យខ្ញុំដាំផឹកមុនពេលគាត់ទៅធ្វើការនៅទីកន្លែងឆ្ងាយបន្ទាប់ពីសម្រាលកូនបាន1 ខែខ្មែរក្រហមចាត់ឲ្យខ្ញុំទៅកិនស្រូវក្នុងមួយក្រុមមានសមាជិក10 នាក់ដោយមានត្បាល់កិនចំនួន3ក្នុងត្បាល់កិន1មានគ្នាចំនួន3 នាក់នៅសល់4 នាក់ទៀតជាអ្នករែងអង្កាមខ្មែរក្រហមកំណត់ក្នុងមួយថ្ងៃត្រូវកិនស្រូវឲ្យរួច3 បាវថ្ងៃខ្លះមានសមាជិកក្នុងក្រុមគឺសុំច្បាប់នៅសល់តែ3 នាក់ក៏មានដោយខ្ញុំត្រូវកិនស្រូវរហូតដល់យប់ជ្រៅទើបរួចខ្ញុំយកកូនទៅផ្ញើជាមួយម្ដាយក្មេករបស់ខ្ញុំគាត់ជាអ្នកមើលក្មេងដោយសារគាត់មានអាយុច្រើនមិនអាចធ្វើការងារផ្សេងកើតពេលព្រឹកឡើងគាត់ដើរប្រមូលក្មេងៗពីតាមផ្ទះទៅដាក់នៅរោងបាយដើម្បីបញ្ចុកបបរដល់ក្មេងពេលសម្រាប់ពីការងារខ្ញុំតែងតែឡើងមកបំបៅដោះកូនពេលបៅរួចទើបត្រឡប់ទៅធ្វើការងារវិញដោយសារខ្ញុំទើបសម្រាលកូនហើយត្រូវកិនស្រូវពេញមួយថ្ងៃពេលខ្លះភ្នែកខ្ញុំស្រវាំងមើលអ្វីលែងច្បាស់ស្ថានភាពភ្នែកខាងឆ្វេងរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃហើយក៏ពិការមើលលែងឃើញរហូតមកដល់សប្តាហ៍ថ្ងៃចំណែកឯប្តីរបស់ខ្ញុំវិញខ្មែរក្រហមបានចាត់ឲ្យគាត់ទៅធ្វើស្រែប្រាំងស្រែវស្សាមួយឆ្នាំ3 ដងក្រៅពីការងារភ្ជួររាស់គាត់ត្រូវកាប់ស្មៅក្នុងស្រែរយៈពេល3 ខែទើបបានមកជួបប្រពន្ធកូនម្ដងពេលកូនរបស់ខ្ញុំមានអាយុ3 ខែខ្មែរក្រហមផ្លាស់ខ្ញុំឲ្យទៅកិនស្រូវនៅសហគមន៍នៅទីនោះបែងចែកជា8 ក្រុមមកពីសហគមន៍ផ្សេងគ្នានៅពេលកូនរបស់ខ្ញុំមានអាយុ2 ឆ្នាំអង្គការចាត់ឲ្យខ្ញុំទៅលើកភ្លឺស្រែក្នុងមួយក្រុមមានសមាជិក10 នាក់ដោយខ្មែរក្រហមកំណត់ឲ្យលើកភ្លឺស្រែក្នុងមួយថ្ងៃប្រវែង20 ម៉ែត្រកម្ពស់លើ6 ម៉ែត្រអំឡុងពេលខ្ញុំធ្វើការនៅទីនោះយាយងៀមគឺជាអ្នករែកបាយម្ហូបឲ្យអ្នកធ្វើការងារនៅសហគមន៍គាត់គឺជាកូនកាត់ខ្មែរកម្ពុជាក្រោមប្តីរបស់គាត់គឺជាគ្រូបង្រៀនថ្ងៃមួយខ្ញុំនិងអ្នកនៅសហគមន៍រងចាំមើលផ្លូវគាត់យកបាយមកឲ្យហូបដូចរាល់ដងប៉ុន្តែមិនឃើញពេលនោះមេកងដើរមកប្រាប់ថាមិនបាច់ចាំមើលផ្លូវយាយងៀមទេគាត់ត្រូវអង្គការយកទៅសម្លាប់បាត់ហើយពេលលើដូច្នេះខ្ញុំនិងអ្នកនៅទីនោះមានការតក់ស្លុតឥតឧបមាក្រោយមកទៀតខ្ញុំកំពុងតែធ្វើការងារស្រាប់តែឃើញកងឆ្លប់ខ្មែរក្រហមស្ពាយកំភ្លើងបណ្ដាតាច័ន្ទឌីស្វាមីរបស់យាយសុកយកទៅទុកក្នុងសហគមន៍រងចាំពេលយប់យកទៅសម្លាប់តាំងពីថ្ងៃនោះមកខ្ញុំពុំដែលឃើញគាត់និងក្រុមគ្រួសាររបស់គាត់ទៀតនោះទេមិនដឹងថាខ្មែរក្រហមយកគាត់ទៅសម្លាប់នៅទីណាទេក្រោយមកទៀតខាងក្រុមនិរដីបានចូលមកគ្រប់គ្រងជំនួសក្រុមពីយប់បន្ទាប់ពីលើកភ្លឺស្រែរួចខ្ញុំត្រូវដើរដំដីធំឲ្យម៉ត់មិនឲ្យមានពេលសម្រាកទេនៅក្នុងរបបខ្មែរក្រហមខ្ញុំឈឺក្តៅរងាញាក់រហូតដល់3 ខែទើបជាសះស្បើយទោះបីជាខ្ញុំឈឺយ៉ាងណាក៏ខ្មែរក្រហមមិនអនុញ្ញាតឲ្យខ្ញុំសម្រាកដែរខ្ញុំត្រូវត្បាញកន្ទេលកក់យ៉ាងតិចឲ្យបាន3 កន្ទេលក្នុងមួយថ្ងៃនៅពេលខ្មែរក្រហមបាក់អង្គមីទីងខ្ញុំមិនដែលហ៊ានទៅមើលទេព្រោះខ្លាចខ្មែរក្រហមសម្លាប់មនុស្សនៅពេលដែលកងទ័ពវៀតណាមចូលមករំដោះខ្ញុំរត់ចេញពីសហគមន៍មកដេកនៅភូមិបឹងព្រីងនិងភូមិព្រះពន្លាខ្ញុំស្នាក់នៅវត្តខាងកើតមង្គលបុរីបានមួយយប់ព្រឹកឡើងក៏ចេញដំណើរបន្តទៀតគ្រាន់តែខ្ញុំចេញផុតក៏ទទួលដំណឹងថាខ្មែរក្រហមចូលបាញ់សម្លាប់ប្រជាជននៅក្នុងវត្តនោះស្លាប់ទាំងអស់ខ្ញុំធ្វើដំណើរមកដល់ភ្នំស្វាយភូមិអូអំបិលក៏ស្នាក់នៅទីនោះមួយរយៈរហូតដល់ស្ថានភាពស្ងប់ស្ងាត់ទើបត្រឡប់ចូលភូមិដងអរ៉ាញ់វិញជាអកុសលប្តីរបស់ខ្ញុំទៅឃ្វាគូនៅតាមវាលស្រែដើរជន់មីនដែលខ្មែរក្រហមដាក់ពង្រាយជុំវិញភូមិស្លាប់ចោលកូននឹងខ្ញុំ
ខ្មែរក្រហមបានលួចចូលមកក្នុងភូមិពេលយប់2 ទៅ 3 ដងដោយបានដុតផ្ទះប្រជាជននិងសម្លាប់ប្រុសពេលខ្មែរក្រហមចូលមកម្ដងប្រជាជននាំគ្នារត់ចូលព្រៃចូលត្រង់សេចោលផ្ទះសម្បែងរយៈពេលជាច្រើនឆ្នាំកន្លងផុតទៅក៏លែងមានខ្មែរក្រហមចូលមកធ្វើបាបប្រជាជនទៀតខ្ញុំបន្តរស់នៅភូមិដងអរ៉ាញ់រហូតមកដល់សពថ្ងៃ